តែត្រូវដើរទៅតាមណាទៅព្រួញពណ៌លឿងឬក៏ព្រួញពណ៌ក្រហមមនុស្សខ្លះអាយុ20ឆ្នាំវិញមនុស្សខ្លះទៀតអាយុ30ឆ្នាំហើយក៏នៅតែវិញសូម្បីតែអាយុ40ឬក៏50ក៏មិនទាន់ដឹងថាខ្លួនចង់បានអីប្រកបដែរការវង្វេងមិនមែនមកពីអាយុនោះទេតែមកពីការចំណាយពេលរស់តាមជីវិតអ្នកដទៃជាជាងស្វែងរកខ្លួនឯងអ្នកប្រហែលជាដឹងទេមនុស្សជាច្រើនណាគាត់ខ្លាចជ្រើសរើសផ្លូវខុសខ្លាចក្នុងការធ្វើខុសខ្លាចបង្កើតកំហុសខ្លាចបរាជ័យហើយក៏ធ្វើទៅខ្លាចអ្នកដទៃមិនពេញចិត្តមិនត្រឹមតែប៉ុណ្្នឹងទេពេលដែលគាត់ធ្វើទៅមានអារម្មណ៍ថាខ្លាចអ្នកដទៃមិនសប្បាយចិត្តថែមទៀតផងខ្លាចខ្លាំងខ្លាចនេះខ្លាចនោះខ្លាចគ្រប់យ៉ាងខ្លាចរហូតដល់មិនហ៊ានគិតអ្វីដែលថ្មីខ្លាចរហូតដល់មិនហ៊ានសម្រេចចិត្តធ្វើអ្វីមួយសោះតែអ្នកដឹងអត់ការមិនសម្រេចចិត្តគឺជាកំហុសធំជាងការសម្រេចចិត្តខុសទៅទៀតតែអ្នកដឹងអត់អ្នកមិនចាំបាច់ដឹងរឿងគ្រប់យ៉ាងទេគ្រាន់តែដឹងថាថ្ងៃនេះត្រូវធ្វើអ្វីមួយដែលនាំអ្នកទៅខាងមុខអាយុច្រើននៅតែវែងមិនមែនជាបញ្ហាទេបញ្ហាពិតប្រាកដគឺវង្វេងហើយមិនព្រមចាប់ផ្ដើមដើរវង្វេងបានតែកុំឈប់ស្វែងរកផ្លូវសម្រាប់ខ្លួនឯងឯសោះចាប់ផ្ដើមកត់ត្រាអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែកហើយអនុវត្តតាមផែនការនោះម្ដងមួយជំហានអ្នកនឹងសម្រេចដល់គោលដៅអ្នកនឹងលែងមានអារម្មណ៍ថាខ្លួនឯងវង្វេងព្រោះអ្នកបានធ្វើរឿងអ្វីដែលអ្នកបានគ្រោងទុកថានឹងធ្វើជោគជ័យនឹងមករកអ្នក